ហើយដំណាក់កាលទី2យើងនឹងធ្វើការបោះឆ្នោតគ្រប់គ្រងម្ដងទៀតជូនទៅដល់បេក្ខជនដែលលោកអ្នកពេញចិត្តសម្រាប់ដំណាក់កាលទី2បន្ទាប់ពីបេក្ខជនបានច្រៀងនៅបទចម្រៀងបញ្ចប់ទៅនៅក្នុងវគ្គនេះលោកអ្នកនាងនឹងបានជ្រាបហើយថាតើក្នុងចំណោមអ្នកទាំងអស់គ្នាអ្នកណាដែលមានសំណាងជាបន្តទៀតហើយមុននឹងធ្វើការប្រកាសលទ្ធផលយើងខ្ញុំទាំងអស់គ្នាក៏សូមអនុញ្ញាតអរគុណដល់អ្នកជ្រើសបឋមធំនៅក្នុងកម្មវិធីរបស់យើងសូមថ្លែងអំណរគុណដល់ភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហឺតស៊ីង PE សញ្ញាតពេធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយការឈឺចាប់ហើយនៅក្នុងឱកាសនេះខ្ញុំបាទក៏សូមជម្រាបជូនថាចំពោះលេខកូដសម្គាល់របស់បេក្ខជនដែលជាប់សម្រាប់សប្តាហ៍ទី4នេះគឺយើងនឹងធ្វើការប្រកាសបន្ទាប់ពីការប្រកាសលទ្ធផលនៅក្នុងសប្តាហ៍ទី3នេះបញ្ចប់ដូច្នេះសូមបងប្អូនទស្សនិកជនរងចាំបាទត្រៀមប៊ិចត្រៀមกระดาษឬក៏ចងចាំនៅលេខកូដសម្គាល់ថ្មីរបស់បេក្ខជនដែលត្រូវជាប់សម្រាប់សប្តាហ៍ទី4បន្ទាប់ពីការប្រកាសលទ្ធផលនៅសប្តាហ៍ទី3នេះបញ្ចប់ទៅនៅក្នុងវគ្គប្រកាសលទ្ធផលនៅពេលនេះផ្ទាល់តែម្ដងយើងខ្ញុំទាំងអស់គ្នាក៏សូមបញ្ជាក់ជូនទៅដល់អស់លោកស្រីកញ្ញាដែលជាទស្សនិកជននៅក្នុងកម្មវិធីរបស់យើងទាំងមូលឲ្យបានជ្រាបថាយើងខ្ញុំទាំងពីរនាក់នឹងធ្វើការប្រកាសឈ្មោះបេក្ខជនឬក៏បេក្ខនារីដែលអាចបន្តទៅកាន់សប្តាហ៍ក្រោយដែលជាវគ្គ live show សប្តាហ៍ទី4ប៉ុន្តែមិនមែនមានន័យថាអ្នកដែលលើសូឈ្មោះទី1គឺជាអ្នកដែលទទួលបានសម្លេចបោះឆ្នោតគាំទ្រច្រើនជាងគេនោះទេសរុបសេចក្តីមកលក្ខន្តិកៈសម្រាប់សប្តាហ៍ទី3នេះគឺខុសកាលពីសប្តាហ៍ទី2យើងបោះឆ្នោតគឺយើងប្រកាសលទ្ធផលជារួមតែម្ដងចា៎មិនមែនបានន័យថានៅសប្តាហ៍ទី3នេះអ្នកដែលប្រកាសមុនគេគឺជាអ្នកដែលទទួលបានសម្លេងបោះឆ្នោតពីទស្សនិកជនច្រើនជាងគេអ្នកដែលជាប់ប្រកាសចុងក្រោយគេគឺទទួលបាននូវសម្លេងបោះឆ្នោតតិចជាងគេនោះទេគឺបានន័យថាយើងនឹងប្រកាសជារួមបាទមិនដឹងថាអ្នកណាដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រច្រើនជាងគេទេសម្រាប់សប្តាហ៍ទី3នេះហើយក៏សូមជម្រាបជូនថាសូមអរគុណទៅដល់បងប្អូនទាំងអស់ដែលមានការសន្យាទៅដល់ទស្សនិកជនថានឹងមានអ្វីដែលប្លែកនឹងការខិតខំប្រឹងប្រែងបង្ហាញជូនទៅដល់ទស្សនិកជននៅសប្តាហ៍ក្រោយៗហើយអ្វីដែលសំខាន់ជាពិសេសក៏សូមអរគុណទៅដល់បងប្អូនដែលមានទឹកចិត្តបាទស្រឡាញ់នៅឪពុកម្ដាយដែលជាលោកអ្នកមានគុណបាទមានទឹកចិត្តសប្បុរសធម៌ក្នុងការចែករំលែកសប្បុរសធម៌បរិច្ចាគប៉ុន្តែយ៉ាងណាមិញខ្ញុំបាទសូមជម្រាបជូនថាសូមបែងចែកឲ្យបានច្បាស់រវាងការប្រឡងសមត្ថភាពនិងបាទការងារសង្គមចិត្តសប្បុរសធម៌ការងារមនុស្សធម៌ហើយក៏សូមជម្រាបជូនដល់ទស្សនិកជនថាសូមបែងចែកឲ្យបានច្បាស់រវាងការប្រឡងនៅសមត្ថភាពជាពិសេសអរគុណច្រើនដល់ទឹកចិត្តសប្បុរសធម៌ប៉ុន្តែសម្រាប់កម្មវិធី Cambodian Idol គឺស្វែងរកអ្នកដែលមានសមត្ថភាពពិតប្រាកដយើងខ្ញុំជឿជាក់ថាគ្រប់លក្ខន្តិកៈទាំងអស់នៅក្នុងកម្មវិធី Cambodian Idol នឹងធ្វើឲ្យលោកអ្នកស្រីអ្នកកញ្ញាដែលជាទស្សនិកជននៅក្នុងកម្មវិធីរបស់យើងទាំងមូលនិងសហការគ្នាជាបន្តទៀតដើម្បីស្វែងរកបេក្ខភាពមួយរូបណាដែលមានសម្លេងល្អពិតប្រាកដហើយគាត់មានលក្ខន្តិកៈល្អជាកញ្ចប់តែម្ដងចាបានន័យថាបេក្ខជនបេក្ខនារីដែលអាចក្លាយទៅជា idol ក្នុងដួងចិត្តរបស់មហាជនរាប់ពាន់រាប់ម៉ឺននាក់គឺជាអ្នកដែលមានសម្លេងល្អពិតប្រាកដអាចបត់បែនគ្រប់កលៈទេសៈទាំងអស់ប្រិមត្តទស្សនិកជនសូមជម្រាបជូនថានៅក្នុងរាត្រីនេះក្នុងចំណោមពួកគេទាំង10រូបនឹងមាន2នាក់ដែលត្រូវចាកចេញពីកម្មវិធី Cambodian Idol វគ្គ Live Show ប្រចាំសប្តាហ៍ទី3នេះនៅក្នុងពេលនេះខ្ញុំបាទនឹងធ្វើការប្រកាសសម្រាប់អ្នកដែលអាចបន្តទៅសប្តាហ៍ទី4បានសម្រាប់អ្នកដែលអាចបន្តទៅសប្តាហ៍ទី4សូមចូលរួមអបអរសាទរសូមចូលរួមអបអរសាទរបេក្ខនារីសុនចន្ទរសូមអបអរសាទរទៅដល់បេក្ខនារីសុនចន្ទរចាដែលមានសំណាងអាចបន្តទៅកាន់វគ្គក្រោយចាសប្តាហ៍ក្រោយទៀតគឺវគ្គ live show សប្តាហ៍ទី4ឥឡូវនេះនាងខ្ញុំនឹងធ្វើការប្រកាសលទ្ធផលអ្នកដែលអាចបន្តទៅកាន់សប្តាហ៍ក្រោយមួយរូបទៀតគឺបេក្ខជននីរតនាសូមចូលរួមអបអរសាទរ
ជាបន្តនេះអ្នកដែលអាចបន្តទៅសប្តាហ៍ទី4បានសូមចូលរួមអបអរសាទរជូនដល់បេក្ខបេក្ខជនមាសមុនីរាចូលរួមអបអរសាទរសូមអបអរសាទរទៅដល់បេក្ខជនមាសមនីរាជឥឡូវនេះអ្នកទាំងអស់គ្នាកំពុងតែរងចាំស្ដាប់លទ្ធផលអ្នកបន្ទាប់ដែលអាចបន្តទៅកាន់វគ្គក្រោយទៀតគឺបេក្ខជនសៅឧត្តមសូមចូលរួមអបអរសាទរបេក្ខជនសៅឧត្តមសូមជើញមកខិតទៅកណ្ដាលបន្តិចបាទសូមខិតទៅចុងតិចទៅបាទនីតាបាទឥឡូវនេះបេក្ខជនបេក្ខនារីចំនួន4រូបហើយដែលបានទទួលដំណឹងល្អពីកម្មវិធីរបស់យើងនៅក្នុងពេលនេះសូមអបអរសាទរអ្នកដែលអាចបន្តទៅកាន់សប្តាហ៍ក្រោយទៀតគឺបេក្ខនារីសវណ្ណីធីរិកាសូមចូលរួមអបអរសាទរលទ្ធផលរបស់បេក្ខជនបេក្ខនារីម្នាក់គឺជារឿងមួយដែលសំខាន់បំផុតឥឡូវនេះសូមអបអរសាទរជាបន្តទៀតចំពោះបេក្ខជនម៉ៅហាជីសូមចូលរួមអបអរសាទរបេក្ខជនម៉ៅហាជីស្របពេលជាមួយនឹងស្នាមញញឹមអ្នកដែលបានលើសូរឈ្មោះការប្រកាសលទ្ធផលពីយើងខ្ញុំទាំងពីរនាក់ដែលអាចបន្តទៅកាន់សប្តាហ៍ក្រោយទៀតឥឡូវនេះមានបេក្ខជននិងបេក្ខនារី4នាក់ដែលឈរជាមួយនឹងយើងខ្ញុំទាំងពីរនាក់ហើយក្នុងចំណោមអ្នកទាំង4មាន2នាក់ដែលត្រូវចាក់ចេញពីកម្មវិធីអ្នកដែលអាចបន្តទៅកាន់សប្តាហ៍ក្រោយទៀតបានសូមអបអរសាទរចំពោះបេក្ខជនអៀមវ៉ានីសូមចូលរួមអបអរសាទរបេក្ខជនអៀមវ៉ានីប្រិយមិត្តទូរទស្សនិកជនសូមជម្រាបជូនថានៅក្នុងវិនាទីនេះក្នុងចំណោមពួកគេទាំង3រូបនឹងមាន2នាក់ដែលត្រូវចាក់ចេញពីកម្មវិធីនៅក្នុងរាត្រីនេះដូច្នេះខ្ញុំបាទនឹងប្រកាសជូនអ្នកដែលត្រូវចាក់ចេញទី1អ្នកដែលត្រូវចាក់ចេញពីកម្មវិធីក្នុងសប្តាហ៍ទី3នេះសូមចូលរួមសោកស្ដាយ
ចំពោះបេក្ខសូមចូលរួមសោកស្ដាយបេក្ខជនគួយរ៉ាទីនបាទជើញទៅខាងស្ដាំអូនចាសូមចូលរួមសោកស្ដាយចំពោះរ៉ាទីនចារ៉ាទីនសូមជើញមកខាងនេះអូនដោយឡែកសូមជម្រាបជូនថាឥឡូវនេះក្នុងចំណោមបេក្ខជនមួយរូបនិងបេក្ខនារីមួយរូបនឹងមានម្នាក់ត្រូវចាកចេញពីកម្មវិធីនៅក្នុងរាត្រីនេះដូច្នេះសម្រាប់អ្នកដែលត្រូវចាកចេញពីកម្មវិធីទី2នៅក្នុងសប្តាហ៍ទី3នេះសូមចូលរួមសោកស្ដាយមិនដឹងថាបេក្ខជនឬក៏បេក្ខនារីថាតើអ្នកទាំងពីរនរណាដែលអាចបន្តទៅសប្តាហ៍ទី4ហើយនរណាដែលត្រូវចាក់ចេញពីកម្មវិធីសម្រាប់សប្តាហ៍ទី3នេះអ្នកដែលត្រូវចាក់ចេញនៅក្នុងសប្តាហ៍ទី3នេះជាបន្តសូមចូលរួមសោកស្ដាយចំពោះសូមចូលរួមសោកស្ដាយចំពោះជូននីតាសូមចូលរួមសោកស្ដាយអបអរសាទរដល់បេក្ខជនសឿមសំណើនសូមអញ្ជើញបាទបេក្ខជនបាទសឿមសំណិតបាទអញ្ជើញទៅកាន់បាទទីកន្លែងសិនបាទសូមអញ្ជើញបាទបេក្ខជនសឿមសំណិតបាទអរគុណបាទដោយឡែកសម្រាប់អូនីតាបាទប្អូនគួយរ៉ាទីនបាទគួរឲ្យសោកស្ដាយការយើងចាញ់ថ្ងៃនេះមិនមែនបានន័យថាយើងបាត់បង់ឱកាសទេចាញ់ថ្ងៃនេះដួលថ្ងៃនេះយើងត្រូវតែប្រឹងក្រោកឈរបន្ថែមទៀតការព្យាយាមថ្ងៃណាមួយគង់តែបានសម្រេចនីតាណាបងចូលរួមសោកស្ដាយអញ្ចឹងសម្រាប់នៅក្នុងពេលនេះតើនីតាមានអ្វីចង់និយាយទៅកាន់បាទបងប្អូនយើងណានីតាណាបាទសូមអញ្ជើញមកតាមពិតទៅការបាត់បង់នរណាម្នាក់ចេញពីកម្មវិធីរបស់យើងគឺជារឿងដែលសោកស្ដាយជាទីបំផុតប៉ុន្តែលក្ខន្តិកៈនៅក្នុងកម្មវិធីគឺតម្រូវបែបនេះហើយយើងនឹងមានរឿងបែបនេះជាបន្តទៀតទៅសប្តាហ៍ក្រោយៗដរាបណាយើងស្វែងរកនៅម្ចាស់ពានមិនទាន់ឃើញចាឥឡូវនេះផ្ដើមចេញពីរ៉ាទីនមុនក៏បានដែរណោះចាមានអារម្មណ៍យ៉ាងណាដែរចាហើយមានអ្វីដែលចង់និយាយទៅកាន់ទស្សនិកជនខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនទាំងអស់ដែលបានទស្សនាផ្ទាល់ចំណាយពេលវេលានិងថវិកាមកទស្សនាផ្ទាល់នៅក្នុងកម្មវិធីហើយអរគុណធំធេងបំផុតគឺក្រុមការងារទាំងអស់ដែលបានអប់រំក៏ដូចជាណែនាំខ្ញុំបាទតាំងពីដើមមកដល់ពេលនេះខ្ញុំសប្បាយចិត្តហើយខ្ញុំក៏សូមទោសចំពោះអ្នកមានគុណទាំងពីរខ្ញុំកូនធ្វើបានតែប៉ុណ្្នឹងប៉ុន្តែកូនក៏សប្បាយចិត្តដែលបានបំពេញបំណងពុកម៉ែដែលគាត់ចង់ឲ្យកូនប្រឡងឥឡូវខ្ញុំបានបំពេញបំណងគាត់ប៉ុន្តែមិនបានជោគជ័យប៉ុន្តែការបរាជ័យនឹងធ្វើឲ្យយើងជោគជ័យនៅថ្ងៃអនាគត
ខ្ញុំសប្បាយចិត្តហើយខ្ញុំក៏អរគុណចំពោះការលើកទឹកចិត្តពុកម៉ែបងប្អូនជាពិសេសគឺថាបេក្ខជនទាំងអស់ដល់វគ្គ live show គឺដូចបងប្អូនស្រឡាញ់រាប់អានគ្នាហើយអរគុណដល់លោកគ្រូភ្លេងបាទអរគុណទាំងអស់ដែលបានណែនាំខ្ញុំបានម្ដងថ្ងៃនេះអរគុណ ចាអរគុណច្រើនអរគុណចំពោះភាពក្លាហានរបស់រ៉ាទីន បាទអរគុណបងនីតាអូនណាបាទសូមអញ្ជើញណាបងណា នីតាចាយ៉ាងណាក៏ដោយក្រុមការងារទាំងអស់ចាដូចជាបងទាំងពីរក៏ដូចជាបងដែលជាគណៈកម្មការទាំង4មានការពេញចិត្តជាមួយនឹងសមត្ថភាពរបស់នីតាគឺជាមនុស្សពូកែម្នាក់ដែលអាចយកឈ្នះក្នុងចំណោមមនុស្សរហូតដល់ជិត 10000 នាក់ចារហូតមកដល់វគ្គ live show នេះទោះបីជាលទ្ធផលបែបនេះក៏ពិតមែនប៉ុន្តែគ្រួសាររបស់នីតាមិត្តភ័ក្តិរបស់នីតាពិតជាមានមោទនភាពជាមួយនឹងវត្តមានរបស់នីតាដែលស្ថិតនៅលើឆាកដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោកមួយនេះចានីតាមានអ្វីចង់និយាយទៅកាន់ទស្សនិកជនក៏ដូចជាអ្នកម្ដាយចាអត់អីទេណោះចាធ្វើចិត្តសម្រាប់នេះខ្ញុំសូមទោសចំពោះលោកអ្នកមានគុណទាំងពីរហើយក៏សូមទោសចំពោះទស្សនិកជនដែលលោកខំគ្រប់គ្រងនេះខ្ញុំរហូតមកដល់ថ្ងៃនេះប៉ុន្តែថ្ងៃនេះខ្ញុំធ្វើឲ្យបានល្អនេះខ្ញុំសូមទោសហើយសូមអរគុណរាល់ការគ្រប់គ្រងប៉ុន្តែខ្ញុំគិតថាខ្ញុំនៅមានឱកាសលើកក្រោយទៀតអញ្ចឹងខ្ញុំត្រូវតែតស៊ូចាអរគុណច្រើនអរគុណចាយ៉ាងណាក៏ដោយក្រុមការងាររបស់យើងនៅតែស្វាគមន៍វត្តមានរបស់អ្នកទាំងពីរណាចាសង្ឃឹមថាជួបគ្នានៅឱកាសក្រោយទៀតសមត្ថភាពរបស់អ្នកទាំងពីរកាន់តែអស្ចារ្យបន្ថែមទៀតចាត់ទុកថាថ្ងៃនេះបរាជ័យជាមេរៀនសម្រាប់យើងដើម្បីឈានទៅឱកាសបាទនៅសប្តាហ៍ក្រោយឬក៏ពេលក្រោយទៀតបាទជាបទពិសោធន៍ឥឡូវនេះសូមបាទគណៈកម្មការទាំង4រូបបាទមានយោបល់បាទសូមអញ្ជើញលោកឆនសវណ្ណរាជបាទសូមអញ្ជើញបាទបាទអរគុណនេះគឺជាកម្មវិធីប្រឡងចម្រៀង Cambodian Idol អញ្ចឹងមានន័យថាអ្នកទាំងពីរគឺថាមានសមត្ថភាពខ្ពស់មែនទែននៅពេលដែលបានឈានមកដល់វគ្គ live show នៅក្នុងសប្តាហ៍ទី3នេះអញ្ចឹងទោះបីជាយើងមិនបានជោគ